ដោយគ្រាន់តែមើលទៅលើរូបរាងរបស់វាបងប្អូនប្រហែលជាគិតថាវាមិនទំនងសោះប៉ុន្តែវាជាម្ហូបមួយដែលពេញនិយមបំផុតសម្រាប់ជនជាតិដើមភាគតិចនៅខេត្តរតនគិរីនៅពេលដែលបានមកលេងនៅខេត្តនេះអ្នកប្រហែលជាចង់សាកមិនខានទេហើយម្ហូបនេះមានឈ្មោះថាចាណាងដែលស្លចេញពីស្លឹកឈើមួយប្រភេទដែលមានឈ្មោះថាសង្រៀងជាភាសាគ្រឹងឬអាចហៅម្យ៉ាងទៀតថាសណ្តែកខ្មោចរួមជាមួយនឹងគ្រឿងផ្សំមួយទៀតដែលសំខាន់បំផុតគឺត្រពាំងព្រឹកដោយសារសង្រៀងនេះហើយដែលធ្វើឲ្យមានពណ៌បៃតងបន្ថែមពីលើនេះយើងក៏អាចដាក់បន្លែផ្សេងៗទៀតផងដែរដែលមាននៅក្នុងតំបន់នេះរួមជាមួយនឹងស្បែកគោឬក៏ស្បែកក្របីនិងឆ្អឹងដើម្បីបន្ថែមរសជាតិឲ្យកាន់តែឆ្ងាញ់សម្លចាណាងជាផ្នែកមួយនៃវប្បធម៌របស់ជនជាតិដើមភាគតិចផ្សេងៗគ្នានៅខេត្តរតនគិរីជាច្រើនចំនួនមកហើយបើទោះបីជាពួកគាត់មិនបានស្លវាជារៀងរាល់ថ្ងៃក៏ដោយពួកគាត់ស្លវានៅរដូវវស្សាតែប៉ុណ្ណោះពីព្រោះនៅរដូវវស្សាទើបមានត្រពាំងព្រឹកនិងសង្រៀងលើសពីនេះចាណាងអាចកម្ដៅទុកបានរយៈពេលជាច្រើនថ្ងៃថែមទៀតផងដោយកសិករមិនភ័យក្នុងការដើររកមកម្ហូបនៅក្នុងរដូវធ្វើស្រែចម្ការឡើយព្រោះពេលទុកកាន់តែយូរវាកាន់តែបន្ថែមរសជាតិឲ្យកាន់តែឆ្ងាញ់ថែមទៀតប៉ុន្តែបច្ចុប្បន្ននេះសម្លចាណាងត្រូវបានគេហូបគ្រប់រដូវហើយក៏មានលក់នៅតាមហាងផងដែរដូចជានៅរតនគិរីនិងបណ្ដាខេត្តមួយចំនួនរួមទាំងភ្នំពេញផងបងប្អូនប្រហែលជាឆ្ងល់ហើយថាគេហូបយ៉ាងម៉េចនោះជាទម្លាប់ពីដើមគេហូបជាមួយបាយដំណើបនិងអាស្រ័យទៅលើចំណង់ចំណូលចិត្តផងដែរដោយអ្នកខ្លះដាក់ប្រគ្រីវបុកជាមួយម្ទេសដើម្បីបន្ថែមរសជាតិហើយអ្នកខ្លះទៀតក៏មានដាក់កូនត្រីបុកឥឡូវនេះយើងឃើញមានភាគច្រើនគេហូបជាមួយមីតើចាណាងមានប្រភពមកពីណាមិនមានអ្នកណាដឹងទេថាមានប្រភពមកពីណានោះប៉ុន្តែអ្វីដែលយើងដឹងគឺសំណល់នេះជាផ្នែកមួយដែលតំណាងឲ្យជនជាតិដើមភាគតិចវប្បធម៌ដ៏សម្បូរបែបនិងធនធានដែលនៅជុំវិញសហគមន៍របស់ពួកគាត់ប្រសិនបើបងប្អូនចូលចិត្តវីដេអូនេះកុំភ្លេចចែករំលែកនិងខមមិនអំពីការយល់ឃើញរបស់បងប្អូននៅខាងក្រោមសូមអរគុណ